ជំរាបសួរបងប្អូននេះគឺជារបៀបឆាត្រសក់បែបងាយៗសម្រាប់វីដេអូ short ឬក៏វីដេអូ reel ហ្នឹងគឺខ្ញុំបានផុសយូរហើយវីដេអូវែងហ្នឹងទឹកតែបានផុសឥឡូវហ្នឹងទេនិយាយទៅម្ហូបខ្ញុំភាគច្រើនហ្នឹងគឺបែបងាយៗទាំងអស់ហ្នឹងដោយត្រសក់ហ្នឹងយើងយកទៅចិតបែបច្វាមូលបន្ទាប់មកយើងចិញ្ច្រាំខ្ទឹមសហើយហាន់សាច់ជ្រូកហ្នឹងខ្ញុំហាន់បែបច្វាមូលដែរហើយខ្ញុំមានស្លឹកខ្ទឹមហ្នឹងជាស្លឹកខ្ទឹមដាំខ្លួនឯងបែបធម្មជាតិពិតៗឥឡូវហ្នឹងខ្ញុំដាក់ចំហៀវខ្លាញ់ជ្រូកដើម្បីបំពងខ្ទឹមសខ្ទឹមសហ្នឹងបាច់បំពងតទៅឡើងក្រហមក៏បានដែរនិយាយទៅឲ្យតែឈ្ងុយទៅបានហើយបន្ទាប់មកខ្ញុំដាក់សាច់ជ្រូកចូលឆាសាច់ជ្រូកចុះឡើងមកផ្លេតហើយសំយើងផ្សំគ្រឿងគ្រឿងហ្នឹងគឺខ្ញុំដាក់ទឹកត្រីស្ករអំបិលប៊ីចេងរ៉តឌីហើយនិងប្រេងខ្យងអ្នកទាំងអស់គ្នាអាចផ្សំទៅតាមចំណង់ចំណូលចិត្តរៀងខ្លួនបានសម្រាប់ខ្ញុំគឺខ្ញុំដាក់គ្រឿងតិចទេអ្នកទាំងអស់គ្នាដោយសារតែខ្ញុំចង់ញ៉ាំសាបបើអ្នកទាំងអស់គ្នាចូលចិត្តរសជាតិអីដាក់ផ្សំមកតាមចំណូលចិត្តមកបន្ទាប់ពីយើងផ្សំគ្រឿងរួចហើយយើងឆាចុះឆាឡើងដើម្បីឲ្យគ្រឿងនិងសាច់ហ្នឹងចូលជាតិគ្នាបានល្អសម្រាប់អ្នកខ្លះគាត់ឆាត្រសក់ហ្នឹងក៏អត់ដាក់ទឹកទេព្រោះអីត្រសក់ហ្នឹងវាពេលយើងឆាទៅវាចេញទឹកតែខ្ញុំអត់ទេខ្ញុំឆាខ្ញុំដាក់ទឹកបន្តិចបើអ្នកទាំងអស់គ្នាចេះញ៉ាំម្រេចដាក់ម្រេចតិចមកបើអត់ចេះញ៉ាំទេមិនដាក់ក៏បានដែរហើយចុងក្រោយហ្នឹងគឺខ្ញុំបន្ថែមជាមួយនឹងស្លឹកខ្ទឹមដើម្បីឲ្យឆាយើងមានក្លិនឈ្ងុយណាហ្នឹងហើយរបៀបធ្វើម្ហូបឆាត្រសក់ជាមួយនឹងសាច់ជ្រូកហ្នឹងគឺមានតែប៉ុណ្្នឹងទេរួចរាល់ហើយអ្នកទាំងអស់គ្នាអរគុណសម្រាប់ការទស្សនាវីដេអូនេះពីដើមដល់ចប់ណាជូនពរបងប្អូនដែលគាត់មើលវីដេអូនេះឲ្យគាត់រកទទួលទានមានបាននិងសុខភាពល្អទាំងអស់គ្នាដោយសារតែឥឡូវហ្នឹងគឺមានអ្នកកើតជំងឺផ្ដាសាយថ្មីហ្នឹងច្រើនខ្លាំងមែនទែនអញ្ចឹងហើយក៏សូមជូនពរឲ្យជៀសផុតពីជំងឺនេះទាំងអស់គ្នាណាហើយបើសិនជាកើតហើយហ្នឹងក៏សូមឲ្យឆាប់ជាទាំងអស់គ្នាផងដែរបើបងប្អូនមានចម្ងល់ក៏ដូចជាមតិយោបល់អីនោះអាច comment នៅខាងក្រោមវីដេអូហ្នឹងណាចឹងឥឡូវនេះខ្ញុំសូមជម្រាបលាអ្នកទាំងអស់គ្នាសិនហើយយើងនឹងជួបគ្នានៅវីដេអូថ្មីជាបន្តទៀតណាអរគុណច្រើន